បើខ្ញុំនៅឆ្ងាយដូចជាអត់ឃើញងាយឆាតងាយទេរោសោះតែបើខ្ញុំមកស្រុកមកផ្ទះអីអញ្ចឹងនិយាយពីថាបាត់មុខងាត់បានគឺមកដឹកជូនទៅជារៀងរាល់ថ្ងៃតែម្ដងមិនចង់ទៅក៏ត្រូវតែទៅទោះយើងមិនទៅក៏លើកដាក់លើម៉ូតូដល់ពេលអញ្ចឹងទៅវាមិនដឹងថានិយាយមិនខ្មិចដល់ពេលអញ្ចឹងឆ្ងល់តើពេលខ្ញុំនៅឆ្ងាយអីក៏នាំគ្នានៅកើតបើពេលខ្ញុំនៅនឹងធ្វើដូចពិបាកវេទនាណាស់ផឹកអត់ខ្ញុំអញ្ចឹងចលាចលសូម្បីតែថ្ងៃខ្លះវាក្តៅពេកយើងខ្ជិលចេញក្រៅយើងក៏កុហកពួកវាថាផឹកអត់កើតទេថ្ងៃហ្នឹងអត់ស្រួលខ្លួនក៏វាអត់ព្រមដែរទោះយើងផឹកអត់កើតក៏ត្រូវតែអង្គុយកំដរនៅក្នុងវងអង្គុយមើលបានហើយមិនផឹកក៏បានដែរវាដល់កម្រិតហ្នឹងក៏ទៅផឹកជាមួយគ្នាយូរពេកឡើងដល់ថ្នាក់ញៀនមុខគ្នាតើឃើញមុខគ្នាឯងមិនផឹកកើតឃើញឯមានអាអ្នកទិញស្រាចាំហើយអ្នកឡើងបេះក្តឹប7ត្រៀមធ្វើគ្រឿងក្លែមចាំយូរទៅមកចប់អត់ដែរយើងពិបាកទេតួនាទីយើងដឹងតែមកអង្គុយចាំតែផឹកហ្មងសំខាន់ហើយជំទាវមកទាំងមូលមកដល់ឲ្យផឹកក្លែមក្តឹម7ជាមួយបំបិលអីណាអើយក្តិតខ្ញុំប្រហែលជាគ្មានសេះសល់ទេដឹងកាហាយទៀតហើយផឹកឡើងហើមស្ពុលអស់ហើយម្នាក់សល់តែខ្ញុំដែលនៅដដែលអត់ទៅណាទៅណីទេតែប៉ុណ្្នឹងលយអាត្រង់មានអ្នកចាំប្រអកទៀតហ្នឹងកូនពៅអត់ចេះផឹកទេតែបើចាំប្រអកគេនិយាយពីថាចំណាប់នោះម្នាក់បើនៅតែប្រឹងផឹកអញ្ចឹងជាតិនេះដឹងតែមិនរស់ហើយក្នុងវងអត់មានគ្រឿងក្លែមអត់ទៅខ្ញុំអត់ខ្វល់សំខាន់ខ្ញុំមានគ្រឿងក្លែមប្រចាំខ្លួនរបស់ខ្ញុំក្នុងកាបូបយ៉ាងច្រើនហូហៀដំបងថាទុកក្លែមតែម្នាក់ឯងទេតែដល់ប្រុសលួងបន្តិចដកឲ្យគេឡើងអស់អាលីហើយគេលឺខ្ញុំល្អូពេកថាផឹកស៊ីអីអញ្ចឹងអត់មានរបស់ក្លែមរបស់អីអញ្ចឹងពីណាចេះផឹកទៀតដល់អញ្ចឹងទៅគេដឹកទៅលួចគ្រឿងក្លែមនៅផ្ទះបរោយទៅធ្លាប់តែលួចពេលយប់នៅគ្នាដល់ពេលលួចថ្ងៃដូចព្រឺសបល់ល្មិចមិនដឹងទេនេះតែដោយសារតែវានៅតែថ្ងៃភ្លឺអញ្ចឹងលួចមន់លួចទៀតកើតទេលួចបានត្រឹមតែខ្យងនឹងក្តាមនឹងឯងហើយនៅក្បែរផ្ទះបុរសម្នាក់នេះឃើញមានផ្លែញោច្រើនពេកខ្ញុំក៏ឲ្យគេបេះមកដើម្បីយកទៅឲ្យចុងភៅរបស់ខ្ញុំគាត់ច្នៃចេញជាគ្រឿងក្លែមស្គាល់ផ្លែញោអ្នកគ្នាទៀតអត់ស្គាល់ឥឡូវខ្ញុំបានត្រឡប់មកដល់ទីតាំងផឹកវិញហើយអញ្ចឹងខ្ញុំក៏យកញោនឹងប្រគល់ទៅឲ្យចុងភៅរបស់ខ្ញុំបញ្ចេញធ្វើដៃធ្វើគ្រឿងក្លែមឲ្យខ្ញុំញ៉ាំហើយគ្រាន់តែបានញោភ្លាមបជាកូនពើឲ្យទៅលួចដូងនិយាយពីថាលួចបានលឿននោះមួយផ្លេតបាន2មកបដ ாய் អ្នកគ្នាដែលញ៉ាំបុកញោមួយដូងខ្ចីអត់ឆ្ងាញ់ណានេះឥឡូវចុងភៅរបស់យើងបានធ្វើរួចអស់ហើយតែមិនមែនអ្នកដែលកំពុងអាកាន់ហ្នឹងអ្នកកាន់ហ្នឹងគ្មានចេះស្អីទេបានតែកាន់អួតហ្នឹងនេះបានចុងភៅពិតប្រកបឲ្យតែកំងចេះធ្វើគ្រប់ទាំងអស់ហើយនេះក្តាមដែលលួចមិញច្បាច់តែក្រូចឆ្មាដាក់ទឹកត្រីវាចេញស្ករមកឆ្ងាញ់ឡើងស្លាប់ប្រោត្រូវនឹងបងអ្នកលួចទៀតដល់ជាតិអីជាតិយ៉ាងនេះតើដាក់គ្រឿងក៏ឆ្ងាញ់ដែរឥឡូវស្វឹងហើយដល់វគ្គគេចាក់ក្បាច់ឯណាហើយកន្លោះភូមិហ្នឹងចេះរំតាចង្វាក់កត្រឹមញ៉ាំដែរឃើញពួកវាចាក់ចង្វាក់រីមិចអីរំទេរំតែកត្រឹមនិយាយទៅដូចគេចូលចិត្តណាស់អញ្ចឹងឲ្យតែលឺភ្លេងកត្រឹមគឺគេជើតហ្មងស្អៀតពេករំអត់កើតរុញក៏យន្តចេញក្រៅផ្ទះប្រោយអូនិយាយទៅដើរជាមួយពួកហ្នឹងហើយយោសបាយទៅណាមិនអស់និយាយទៅវាអត់ដែរចេះកើតទុកល្មិចទេតែ speaker ប៉ុនកដៃក៏វារំកើតដែរមិនចាំបាច់តែធុងបាសធំទេថ្ងៃខ្លះវិញទូរស័ព្ទសលេងលងរ៉ែក៏វារំបានដែរគិតទៅអាភាពសបាយរីករាយហ្នឹងមិនសំខាន់ថានៅកន្លែងណាឲ្យតែយើងចេះបង្កើតគឺសបាយបានគ្រប់កន្លែងបន្ទាប់ពីជាតិអាល់កុលជ្រាបកាន់តែច្រើនភាពក្លាហានក៏កាន់តែខ្លាំងឥឡូវនេះគឺកូនពៅរបស់យើងចូលលួចមន់ហើយចាមន់ច្រើនទៀតហ្នឹងប៉ុន្តែវានៅតូចពេកបើសិនជាធំទាំងអស់អីអើយនាំគ្នាលួចមួយថ្ងៃមួយដឹងជាតិយ៉ាងណាទេចង់ធ្វើកូនធីមខ្ញុំអត់មានបបាអីចេះតែលួចមន់លួចទាមកធ្វើបានហើយតែមន់ទាលួចរបស់អ្នកផ្ទះខ្លួនឯងក៏លួចរបស់គេប្រយពេលដែលមានបញ្ហាវាបញ្ហាដល់ខ្ញុំដែរបើគ្រាន់តែការងារលួចមន់លួចទាឡើងស្រួលប៉ុណ្ណឹងធ្វើមិនចេញទេមិនបាច់ចង់ចូលធីមខ្ញុំទេនិយាយទៅចេះតែលួចមន់លួចទាមកធ្វើមិនបាច់ធ្វើទេព្រោះអីខ្ញុំមានចុងភៅប្រចាំធីមរបស់ខ្ញុំហើយសំខាន់លួចឲ្យតែបានដល់ដៃមកចុងភៅប្រចាំរបស់ខ្ញុំគឺឲ្យធ្វើមកប្រហែលក៏ធ្វើដែរអត់ចេះខ្ជិលទេចុងភៅនេះឥឡូវមន់អាំងបានឆ្អិនហើយអញ្ចឹងគេត្រូវឲ្យមនុស្សជាទីស្រឡាញ់របស់គេញ៉ាំមុនអ្នកផ្សេងហាមញញ៉ៃណាហ៊ានតែញញ៉ៃផ្កាប់ចានទាំងអស់ហើយអង្គុយផឹកសុកបបួលទៅណាទៀតហើយនិយាយទៅឲ្យតែស្វឹងគឺនៅអត់ស្ងៀមទេហើយតែបបួលហើយគឺយើងត្រូវតែទៅតាមបើយើងមិនទៅគេធ្វើឯងងើហើយយើងនេះហេតុតែខ្លាចប្រុសខឹងគ្មានដែរហ៊ានប្រកែកទេនិយាយទៅយើងវាងប់នឹងប្រុសដែរមិនមែនងប់ល្មមទេណាគឺងប់ខ្លាំងតែម្ដងតែយើងទៅតាមដោយសារតែយើងស្គាល់ចរិតខាងប្រុសដែរតែបបួលយើងនោះវាគ្មានទៅណាទេក្រៅពីលួចមន់លួចទាលួចត្រីផឹកអីតែប៉ុណ្ណឹងឯងក្បែរភូមិហ្នឹងបើមិនលេចភូមិចុងភូមិតែប៉ុណ្ណឹងហើយថ្ងៃហ្នឹងបបួលមកដល់ដោះបកាយ
បកាយគេនឹងគ្មានឃើញជាប់ស្អីមួយសំខាន់បកាយច្រើនមែនទែនដើរកាត់វាលស្រែឡងមិនចេះតិចស្រែតែសណាងខ្ញុំអត់បានដើរខ្លួនឯងផងបងអ៊ីវគេឲ្យខ្ញុំចុះទឹកស្រែនឹងទេព្រោះអីខ្លាចរមាស់ឃើញឯចំណែនអត់គេមានបងអ៊ីវហើយខំដើរតាមឡើងមកឆ្អែតអត់ឃើញមានត្រីក៏នាំគ្នាត្រឡប់មកវិញហើយទៅតាមផ្លេតសោះហ្នឹងមកវិញពួកនឹងធ្វើឯងស្វឹងស្លាប់តម៉ែប៉ែឡែពេញហ្នឹងប៉ុន្តែការផឹករបស់យើងអត់ទាន់ចប់ទេទៅបីស្លាប់ក៏អ៊ំឲ្យផឹកតដែរផឹកឡើងដល់ម៉ោង 1បានចែកជើងគ្នាទៅដេកចឹងវីដេអូហ្នឹងសម្រាប់ថាចប់ហើយបាយបាយ